នេះមើលហើយណាលទ្ធផលបញ្ចូលទូរស័ព្ទទុកចោលចូលស័ព្ទទុកចោលមើលនេះថ្មលោតឡើងចុងផ្ទុះហ្នឹងហើយអានេះផ្ទះនីមួយវាមានសីតុណ្ហភាពឬកម្ដៅខុសៗគ្នាហ្នឹងហើយពេលខ្លះយើងកំពុងតែលេងក្ដៅខ្លាំងហើយយើងដោតភ្លើងចោលហ្នឹងហើយនេះជាហានិភ័យមួយដ៏ធំមែនទែនហ្នឹងហើយនេះគឺខាងគាត់យកឲ្យខ្ញុំមើលនេះចុងផ្ទុះของពួកនេះថ្មមើលនេះមើលថ្មឡើងធាក់សម្បកចេញក្រៅហើយនៅគាត់នៅតែបញ្ចូលនឹងទៀតហ្នឹងឡើងបោងចុងបែកហើយនេះសំណាងឲ្យតែបើដឹងតន់បើអត់ដឹងតន់មិនត្រូវឆេះផ្ទះឆេះអីអស់បាត់ហើយនេះហើយជាការសារមួយដាស់តឿនបងប្អូនប្រុងប្រយ័ត្នការបញ្ចូលភ្លើងទូរស័ព្ទឲ្យដឹងពេលវេលាដឹងម៉ោងនឹងឲ្យដឹងកម្ដៅទូរស័ព្ទយើងប៉ុណ្ណាហ្នឹងហើយជួនកាលបងប្អូនកំពុងតែលេងបាញ់ហ្គេមបាញ់អីចឹងដៅកាន់តែខ្លាំងទូរស័ព្ទក្ដៅហើយដោតភ្លើងផងអានេះគាត់សួរគាត់ទៅគាត់ថាគាត់បញ្ចូលមួយយប់បោះព្រឹកហ្នឹងហើយបញ្ចូលមួយយប់បោះព្រឹកចឹងហ្នឹងហើយមួយថ្ងៃបោះល្ងាចអីទៅបញ្ចូលទុកចោលហើយកន្លែងនឹងក្ដៅផងបញ្ចូលនៅខាងក្រៅក្ដៅអញ្ចឹងធ្វើឲ្យថ្មប៉ោងរកផ្ទុះของបងនេះមើលនេះធំមែនតើនេះជាសារមួយដាស់តឿនបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាខៃឡមានគ្រោះថ្នាក់ហ្នឹងហើយតែទូរស័ព្ទនៅលេងបានធម្មតាទេថ្មឡើងពេញលេងយត់ដោតចោលលេងមួយយប់បោះព្រឹកអីហ្នឹងហើយក្តៅគ្នាទៅមិនរួចផ្ទុះបែកបៀសនឹងផ្ទុះហើយណែស្ដុកហោមឡើងធាក់សម្បកចេញក្រៅសម្បកឡើងបែកតិចសម្បកនេះសម្បកខាងវាដល់ពេលប៉ោងចេញមកហ្នឹងហើយប៉ោងផ្ទុះចេញមកជ្រែកចេញមកឡើងដូចយើងធ្លាយសង្អែលចេញក្រៅអញ្ចឹងនេះវិធីនេះគឺមានតែដូរថ្មចោលទេបើមិនដូរទេយើងបញ្ចូលថ្ងៃក្រោយវាអាចនឹងផ្ទុះចេញបានឃើញទេនេះជាសារមួយអត់ទឿនបងប្អូនយើងប្រុងប្រយ័ត្នហ្នឹងហើយសំណាងឲ្យដែលបានឃើញតាន់កុំឲ្យនឹងផ្ទុះផ្អើលពេញផ្ទះនេះគាត់យកឲ្យមើលហើយនៅសុកផ្ទុះថាអត់មានសុកទេដល់ពេលសួរគាត់បញ្ចូលភ្លើងគឺថាបញ្ចូលល្ងាចម៉ោង8ហ្នឹងហើយព្រលឹមឡើងដកហើយថ្ងៃបញ្ចូលទុកចោលអស់ភ្លើងបញ្ចូលទុកចោលយូរម៉ោងហើយនឹងកន្លែងកម្ដៅគឺខុសគ្នាហ្នឹងហើយផ្ទះខ្លះគេអត់សូវក្ដៅគឺអាចបញ្ចូលបានតែនៅខ្លះកំពុងតែលេងក្ដៅហើយបញ្ចូលថែមទៀតក៏វាមានហានិភ័យបែបហ្នឹងដែរហ្នឹងហើយអញ្ចឹងនឹងសារនេះដោះតឿនទាំងអស់គ្នាហ្នឹងហើយបញ្ចូលត្រឹមតែ1ម៉ោង2ម៉ោងអីយើងដកមកដកទុកទៅវាសុវត្ថិភាពទូរស័ព្ទខ្លះវាមានប្រព័ន្ធផ្ដាច់តែទូរស័ព្ទខ្លះវាអត់មានប្រព័ន្ធផ្ដាច់ការបញ្ចូលភ្លើងនោះទេហ្នឹងហើយអរគុណ